អាហារ5ប្រភេទបាទដែលជួយសម្អាតខ្លាញ់ក្បាលពោះឬក៏ជួយសម្រកខ្លាញ់ក្បាលពោះបងប្អូនបាទអញ្ចឹងអាហារទី1បងប្អូនត្រូវចងចាំអូខេគឺប្រូតេអ៊ីនអូខេអញ្ចឹងប្រូតេអ៊ីនបងប្អូនស្គាល់ហើយណាអញ្ចឹងប្រូតេអ៊ីនមានទៅលើសាច់សត្វឬក៏សុទ្ធបាទឬក៏សុទ្ធឬក៏សាច់ទ្រូងមាន់នេះជាដើមបាទឬក៏នៅក្នុងសណ្តែកសៀងអីចឹងទៅបាទអញ្ចឹងប៉ុន្តែប្រូតេអ៊ីនខ្លះបាទយើងញ៉ាំទៅវាមានទៅជាមួយទាំងខ្លាញ់អាក្រក់បាទទាំងប្រូតេអ៊ីនជាមួយគ្នាអូខេប៉ុន្តែបើសិនជាបងប្អូនពិបាករកប្រូតេអ៊ីនបងប្អូនអាចញ៉ាំម្សៅប្រូតេអ៊ីនដូចខ្ញុំបានអូខេចំណុចទី2គឺប្រូបាយអូទិកអូខេប្រូបាយអូទិកគឺសំខាន់ណាស់ក្នុងការសម្រកខ្លាញ់ក្បាលពោះហើយចំណុចទី3គឺ fiber បងប្អូនបាទ fiber ក៏អញ្ចឹងដែរបងប្អូនធ្លាប់ឮហើយណាបាទម្សៅ fiber ហ្នឹងបាទគឺជាជាតិកាកសរសៃបាទនៅក្នុងបន្លែឬក៏ផ្លែឈើហ្នឹងហើយប៉ុន្តែបើសិនជាបងប្អូនពិបាករកអូខេអាចសួរខ្ញុំបានណាហើយចំណុចទី4បាទកាហ្វេអូខេកាហ្វេបងប្អូនអាចញ៉ាំកាហ្វេឬក៏តែបាទប៉ុន្តែកុំដាក់ស្ករឬក៏កុំដាក់ទឹកដោះគោខាប់ណាបាទហើយចំណុចទី5មានខ្លាញ់ល្អបាទអញ្ចឹងបងប្អូនញ៉ាំខ្លាញ់ល្អមានដូចជាប្រេងអូលីវបាទដូចជាត្រីសាល់ម៉ុនដូចជាអាល់ម៉ុនណាត់ឬក៏ដូចជាស៊ុតអីចឹងទៅបាទស៊ុតហ្នឹងយើងយកពងសអញ្ចឹងទៅបងប្អូនបាទឬក៏គ្រាប់ឈាជាដើមអូខេអញ្ចឹង5ចំណុចនេះឬក៏5របស់5នេះអាចជួយបងប្អូនឲ្យស្រកគីឡូបានប៉ុន្តែបើសិនបងប្អូនពិបាកនៅក្នុងការគិតគូរក្នុងការរករករបស់ទាំងអស់នេះបងប្អូនអាចឆាតមកបន្ថែមទៀតខ្ញុំអាចជួយបងប្អូនបានបាទបងប្អូនគ្រាន់តែផ្លាស់ប្ដូររបបអាហារពេលព្រឹករាល់ថ្ងៃទៅបាទបងប្អូនមកញ៉ាំម្សៅប្រូតេអ៊ីនដូចខ្ញុំបាទជួយបងប្អូនឲ្យស្រកគីឡូហើយរូបរាងស្អាតស្បែកស្អាតក្មេងជាងវ័យបាទអរគុណច្រើន